ជំរាបសួរពុកម៉ែបងប្អូនយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្មីនេះគឺខ្ញុំនឹងលើកយកបង្ហាញជូនទាក់ទងទៅនឹងរបៀបក្នុងការដូរពណ៌បាទពណ៌អាវនៅក្នុងកម្មវិធី Corel Draw បាទអញ្ចឹងតើការបដូរពណ៌ហ្នឹងយើងអាចបដូរពណ៌បានយ៉ាងដូចម្ដេចឥឡូវពុកម៉ែបងប្អូនចូលទៅតាមដានទស្សនានៅក្នុងវីដេអូរបស់ខ្ញុំបាទដូចតទៅអញ្ចឹងជាដំបូងពុកម៉ែបងប្អូនអាចទៅបើកកម្មវិធីបាទ Corel Draw ទាំងអស់គ្នាបាទអញ្ចឹងពុកម៉ែបងប្អូនប្រើ version មួយណាក៏បានដែរបាទអញ្ចឹងពេលដែលយើងចូលមកដល់កម្មវិធី Corel Draw ហើយអ្វីដែលពុកម៉ែបងប្អូនត្រូវធ្វើដូចសពមួយដងគឺយើងបង្កើតផ្ទាំងស្លឹកការងារថ្មីមួយបាទយើងបង្កើតផ្ទាំងស្លឹកការងារថ្មីហើយពុកម៉ែបងប្អូនជ្រើសរើសឬក៏វាយຂະຫນាតនៅកន្លែងនេះក៏បានដែរណាតែខ្ញុំអត់ត្រូវការចាំបាច់ទេចឹងខ្ញុំចុច OK តែម្ដងបាទធ្វើម៉េចឲ្យតែមានបាទផ្ទាំងមួយទៅដើម្បីងាយស្រួលក្នុងការបង្ហាញជូនពុកម៉ែបងប្អូនបន្តមកទៀតខ្ញុំទៅចាប់ផ្ដើមទៅទាញយកបាទរូបភាពអាវនៅក្នុងកុំព្យូទ័ររបស់ខ្ញុំចូលទៅ File ខ្ញុំចូលទៅពាក្យថា Import បាទខ្ញុំយករូបភាពមួយបាទនេះជារូបភាពអាវបាទណាខ្ញុំដាក់នេះរូបភាពបាទនេះរូបភាពស៊ីនអញ្ចឹងឥឡូវខ្ញុំចាប់ដើមធ្វើការផ្លាស់ប្ដូរពណ៌អាវនេះចេញបាទខ្ញុំចង់បានពណ៌ផ្សេងអញ្ចឹងយើងចូលទៅកន្លែងពុកម៉ែបងប្អូនមើល tab នៅខាងលើណាអញ្ចឹងយើងចូលទៅកន្លែង Effect បាទបន្តមកនៅក្នុងនេះយើងមានច្រើនណាអញ្ចឹងពុកម៉ែបងប្អូនមើលរកពាក្យថា Adjust បាទចូលទៅកន្លែង Adjust ហើយយើងចូលទៅពាក្យមួយទៀតបាទ Who បាទ Saturation Lightness បាទ shortcut key Control C U ក៏បានដែរយើងចុចមកបាទមកដល់កន្លែងនេះគឺពុកម៉ែបងប្អូនអាចធ្វើការផ្លាស់ប្ដូរពណ៌នៅកន្លែងនេះអាចសាកចុចមើលបានណាបាទនេះពេលដែលពុកម៉ែបងប្អូនធ្វើការបដូរពណ៌ទៅចុចទៅគឺបាទអាវរបស់យើងហ្នឹងគឺវានឹងបដូរពណ៌បាទដោយដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងណាយើងចង់បានពណ៌មិនយើងអាចធ្វើការសេរីបានណាបាទស្រឡាញ់បែបម៉េចយើងអាចធ្វើការសេរីបាននេះគឺជាវិធីងាយក្នុងការបដូរពណ៌ហើយមេរៀននេះខ្ញុំចង់ផ្ដោតទៅលើតកតងទៅនឹងការកែប្រែឬបដូរពណ៌ទៅលើ object របស់យើងបាទអញ្ចឹងវីដេអូនេះគឺខ្លីទេមានតែប៉ុណ្ណឹងហើយសង្ឃឹមថាជឿជាក់ថាពុកម៉ែបងប្អូនបានទស្សនាវីដេអូនេះហើយនឹងមានជាប្រយោជន៍ហើយអាចអនុវត្តបានបើសិនជាមានឆ្ងល់អ្វីផ្សេងក៏អាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំព្យាយាមឆ្លើយរាល់សំណួរពុកម៉ែបងប្អូនយើងចាំជួបគ្នានៅវីដេអូភាគថ្មីបន្តទៀតបាទសូមអរគុណច្រើន